សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូ Solo Podcast ដំបូងរបស់ខ្ញុំមានឈ្មោះពេញថាយ៉មលីសទ្ធីទាំងអស់គ្នាអាចហៅខ្ញុំខ្លីៗថាសទ្ធីបានថ្ងៃនេះជាការចាប់ផ្ដើមដំបូងហើយជាការជជែកគ្នាលេងហើយក៏ខ្ញុំចង់ឲ្យទាំងអស់គ្នាបានស្គាល់ពីខ្ញុំហើយយើងមានភាពស្និទ្ធស្នាលនឹងគ្នាបន្តដំណើរទៅមុខជាមួយគ្នាបានវែងឆ្ងាយបន្តទៀតហើយអ្វីបានជាខ្ញុំធ្វើ podcast នេះឡើងនេះជាសំណួរនិងជាប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះមូលហេតុដែលខ្ញុំចាប់ផ្ដើមធ្វើ podcast ឬក៏ solo podcast នេះវាអាចយើងនិយាយថាចាប់ចេញពីចំណាប់អារម្មណ៍របស់ខ្ញុំផ្ទាល់តែម្ដងដោយសារតែខ្ញុំជាមនុស្សដែលចូលចិត្តស្ដាប់ទៅលើ podcast មិនថាទាំង solo podcast ទាំង podcast ដែលបងបានអញ្ជើញភ្ញៀវកិត្តិយសមកចែករំលែកទេពីព្រោះ podcast នេះសម្រាប់ខ្ញុំផ្ទាល់វាជាវេទិកាមួយដែលបុគ្គលម្នាក់ឬក៏ច្រើនអ្នកអាចចែករំលែកអំពីជីវិតអំពីបទពិសោធន៍ដែលគាត់បានឆ្លងកាត់អំពីបញ្ហាឬក៏ឧបសគ្គនៃជីវិតណាមួយដែលគាត់ធ្លាប់បានឆ្លងកាត់ហើយគាត់បានដោះស្រាយវាដោយជោគជ័យឬក៏មិនជោគជ័យទេប៉ុន្តែទាំងអស់ហ្នឹងជាកលឹះជាបទពិសោធន៍ដែលប្រាប់ទៅនរណាម្នាក់ទៀតឲ្យពួកគាត់បានដឹងហើយពេលខ្លះហ្នឹងក៏វាជាកម្លាំងជំរុញទឹកចិត្តមួយផងដែរសម្រាប់ខ្ញុំផ្ទាល់តែម្ដងគឺ podcast នេះលេខ1ហើយនៅក្នុងកាសរបស់ខ្ញុំនៅពេលដែលខ្ញុំធ្វើការពីព្រោះនៅពេលដែលខ្ញុំអត់បានស្ដាប់អីទេគឺកិច្ចការរបស់ខ្ញុំហ្នឹងវាអត់បានផ្ដោតនៅពេលដែលយើងធ្វើការវាអត់បានផ្ដោត100%ទេមានន័យថាខួរក្បាលរបស់យើងចេះតែគិតទៅលើបញ្ហាផ្សេងៗចេះតែគិតទៅណាផ្សេងហ្នឹងទៅដែលធ្វើឲ្យវាអត់បានប្រមូលផ្ដុំអារម្មណ៍ផ្ដោតទៅលើកិច្ចការហ្នឹងបានល្អប្រសើរទេដូច្នេះហើយនៅពេលដែលធ្វើការខ្ញុំតែងតែដាក់កាសស្ដាប់មិនថាយើងស្ដាប់ podcast ហ្នឹងទាំងអស់ទេយើងអាចស្ដាប់ជាចម្រៀងជាជីវប្រវត្តិជាមាតិកាផ្សេងៗប៉ុន្តែ podcast នេះគឺឈរជាប់លំដាប់ទី1ហើយសម្រាប់ខ្ញុំផ្ទាល់តែម្ដងជួបមកដល់កន្លែងហ្នឹងខ្ញុំក៏ចង់ចែករំលែកពី background ក៏ដូចជាខ្ញុំផ្ទាល់នៅពេលបច្ចុប្បន្នផងដែរថ្ងៃនេះខ្ញុំជានិស្សិតឆ្នាំទី4ជំនាញអក្សរសាស្ត្រខ្មែរហើយមានការងារជាបុគ្គលិកមួយរូបនៅក្រុមហ៊ុនឯកជនមួយដែលធ្វើទៅលើតាក់ទងជាមួយនឹង digital marketing ផ្នែករបស់ខ្ញុំផ្ទាល់គឺ content creator ប៉ុន្តែនេះមិនមែនជាការងារដំបូងរបស់ខ្ញុំទេហើយជំនាញអក្សរសាស្ត្រខ្មែរនេះក៏មិនមែនជាជំនាញនៅសាកលវិទ្យាល័យដំបូងរបស់ខ្ញុំដែរអញ្ចឹងបើយើងបកត្រឡប់ទៅក្រោយវិញខ្ញុំបានបញ្ចប់បក់ឌុបនៅក្នុងឆ្នាំថា2021ឆ្នាំ2021បន្ទាប់ពីចប់នឹងហើយទៀតខ្ញុំបានចូលទៅកាន់សាកលវិទ្យាល័យដំបូងក្នុងនាមជានិស្សិតបរិញ្ញាបត្រទៅលើជំនាញ Software Engineering ដែលឬក៏យើងអាចហៅសាមញ្ញឲ្យទាំងអស់គ្នាបានដឹងថាជា IT នឹងឯងគឺទៅលើសរសេរកូដគ្រាន់ថានៅក្នុងសាកលវិទ្យាល័យរបស់ខ្ញុំគេបែងចែកជា3ជា Software Engineering ជា Graphic Design ហើយជាមួយនឹង Networking អញ្ចឹងនៅក្នុង IT គេបែងចែកអញ្ចឹងហើយខ្ញុំបានរៀនផ្ដោតសំខាន់ទៅលើ Software Engineering ទៅលើការសរសេរកូដហ្នឹងឯងឬក៏យើងហៅខ្មែរថាវិស្វកម្មបច្ចេកវិទ្យាខ្ញុំរៀនបានត្រឹមឆ្នាំទី2ដោយយល់ថាខ្លួនឯងទៅលេងរួចហើយតាក់ទងជាមួយនឹងជំនាញហ្នឹងយើងស្រឡាញ់ទៅលើជំនាញហ្នឹងខ្លាំងប៉ុន្តែគាត់ថាសមត្ថភាពយើងទៅអត់រួចអញ្ចឹងជម្រើសល្អខ្ញុំគិតថាជាការផ្លាស់ប្ដូរនៅជំនាញពីព្រោះថាបើយើងបន្តទៅដល់ឆ្នាំទី4ទៀតយើងបន្តទាំងដែលយើងអត់មានសមត្ថភាពអញ្ចឹងលទ្ធភាពនៅក្នុងការរកការងាររបស់យើងក៏វាមិនជាមានភាពខ្ពស់ដែរហើយសឹងតែមិនមានភាគរយទៀតផងអញ្ចឹងហើយទើបបានជាខ្ញុំអឺផ្លាស់ប្ដូរទៅកាន់ជំនាញថ្មីមួយទៀតគឺជំនាញអក្សរសាស្ត្រខ្មែរហើយនៅក្នុងសាកលវិទ្យាល័យផ្សេងមួយទៀតកន្លែងហ្នឹងជាពិបាកមែនទែនជាចំណុចពិបាកក្នុងជីវិតមួយដែរប៉ុន្តែខ្ញុំនឹងចែករំលែកទាំងអស់គ្នានៅក្នុង podcast ផ្សេងទៅលើប្រធានបទផ្សេងដែលយើងចូលទៅកាន់លម្អិតនៃអារម្មណ៍ពេលហ្នឹងតែម្ដងបើនិយាយអំពីការងារវិញខ្ញុំបានចាប់ផ្ដើមធ្វើការងារតាំងពីនៅក្នុងឆ្នាំទី1ដោយដំបូងនៅពេលដែលខ្ញុំរៀន IT ហ្នឹងខ្ញុំចាប់ផ្ដើមជាយើងហៅថាជាងកុំព្យូទ័រណាប៉ុន្តែជាងកុំព្យូទ័រហ្នឹងទៀតខ្ញុំអត់ចេះធ្វើទាំងអស់ទេគឺខ្ញុំធ្វើតែទៅលើខាង software ទេ
ពីព្រោះនៅក្នុងកុំព្យូទ័រវាមានបែងចែកជាពីរផ្នែកគឺទៅលើផ្នែករឹងហើយនិងផ្នែកទន់អញ្ចឹងខ្ញុំធ្វើទៅលើផ្នែកទន់ឬក៏យើងហៅបែងចែកជាពីរជាភាសាអង់គ្លេសថាជា hardware ហើយនិង software ខ្ញុំធ្វើទៅលើផ្នែក software ទេទៅលើប្រព័ន្ធខាងក្នុងទេអានឹងជាការងារដំបូងរបស់ខ្ញុំហើយវាមានរឿងរ៉ាវវាមានអារម្មណ៍ល្អហើយនឹងបទពិសោធន៍ថ្មីមែនតើនៅពេលដែលយើងចាប់ផ្ដើមចប់ពីវិទ្យាល័យយើងចូលទៅកាន់វិទ្យាល័យហើយយើងឈានចូលទៅក្នុងវិស័យការងារទៀតអាហ្នឹងជាលើកដំបូងក្នុងជីវិតរបស់យើងបន្ទាប់ពីធ្វើជា software ជាងកុំព្យូទ័រ software ហ្នឹងហើយខ្ញុំក៏បានចូលទៅកាន់ផ្នែកមួយទៀតគឺទៅលើផ្នែកទូរគមនាគមន៍នៃក្រុមហ៊ុនទូរស័ព្ទមួយអាហ្នឹងនៅក្នុងកំឡុងពេលដែលខ្ញុំសិក្សាទៅលើ software engineering អញ្ចឹងមានន័យថានៅពេលដែលខ្ញុំរៀន IT ហ្នឹងខ្ញុំបានធ្វើការងារនៅពីរកន្លែងហើយបន្ទាប់ពីខ្ញុំបដូរទៅជាជំនាញអក្សរសាស្ត្រខ្មែរហ្នឹងខ្ញុំក៏បានចូលទៅកាន់ការងារមួយទៀតក្រុមហ៊ុនមួយទៀតគឺទៅលើការសរសេរឬក៏យើងអាចហៅថាជាការនិពន្ធហ្នឹងឯងខ្ញុំធ្វើទៅលើការនិពន្ធសៀវភៅដែលសម្រាប់ផ្ដោតសំខាន់គឺទៅលើយុវជនតាក់ទងនឹងចំណេះដឹងហើយនឹងការ motivation អីផ្សេងៗហ្នឹងទៅអាហ្នឹងជាការងារដ៏មានគុណតម្លៃមួយរបស់ខ្ញុំដែរហើយយើងនឹងនិយាយគ្នាទៅក្នុងប្រធានបទផ្សេងបន្ទាប់ពីហ្នឹងទៀតក៏ខ្ញុំបានឈានមកដល់ការងារបច្ចុប្បន្ននេះគឺការងារទី4គឺទៅលើផ្នែក content creator នៃក្រុមហ៊ុនធ្វើទៅលើ digital marketing អញ្ចឹងខ្ញុំគិតថាមានរឿងរ៉ាវច្រើនដែរមកទល់ថ្ងៃនេះដែលខ្ញុំធ្លាប់បានឆ្លងកាត់ហើយសង្ឃឹមថានឹងអាចចែករំលែកទៅកាន់ទាំងអស់គ្នាហើយជាប្រយោជន៍មួយផងដែរហើយសម្រាប់បងប្អូនដែលទើបតែបញ្ចប់វិទ្យាល័យចូលមកដល់សាកលវិទ្យាល័យដែលទើបតែឈានជើងចូលសាកលវិទ្យាល័យនៅក្នុងជីវិតថ្មីមួយណាខ្ញុំគិតថាហ្នឹងក៏ជាការមានប្រយោជន៍មួយដែរដែលអាចចែករំលែកទៅកាន់បងប្អូនហើយវាជាគោលដៅដំបូងជាគោលដៅចម្បងរបស់ខ្ញុំដែលខ្ញុំបង្កើត solo podcast នេះឡើងផងដែរពីព្រោះថាខ្ញុំដឹងថាអារម្មណ៍ពេលហ្នឹងវាអត់ស្រួលប្រហែលទេនៅពេលដែលយើងបញ្ចប់វិទ្យាល័យហើយឈានចូលទៅកាន់សាកលវិទ្យាល័យវាជានៅក្នុងជីវិតរបស់យើងជាការបន្ថែមនៅទំនួលខុសត្រូវពីព្រោះយើងឈានពីក្មេងគេហៅថាក្មេងហ្នឹងទៅហើយយើងចូលទៅកាន់ជីវិតជាមនុស្សពេញវ័យពេញលេញដែលយើងមានទំនួលខុសត្រូវនៅក្នុងជីវិតច្រើនជាងមុនទៀតហើយនៅពេលដែលយើងឈានចូលទៅដល់វិស័យការងារអានោះទំនួលខុសត្រូវវាកាន់តែមានមកកម្រិតទៀតអញ្ចឹងគិតថាខ្ញុំនឹងព្យាយាមយ៉ាងណាចែករំលែកពីរឿងរ៉ាវពីបទពិសោធន៍នៃជីវិតពីបទពិសោធន៍ទាំងការសិក្សាទាំងការងារដែលខ្ញុំធ្លាប់បានឆ្លងកាត់ហើយយើងនឹងជជែកគ្នាទាំងអស់គ្នាជជែកកន្លែងនេះទាំងអស់គ្នាឆ្ងល់ថាបើខ្ញុំនិយាយ solo podcast តែម្នាក់ឯងហ្នឹងអញ្ចឹងទាំងអស់គ្នាអាចជជែកមកខ្ញុំមិនដែរទាំងអស់គ្នាអាចបញ្ចេញជាយោបល់ជាបទពិសោធន៍ដែលធ្លាប់បានឆ្លងកាត់ដូចគ្នានៅក្នុងcomment របស់ខ្ញុំខាងក្រោមហ្នឹងណាអញ្ចឹងខ្ញុំនឹងអាននៅរាល់ comment ហ្នឹងហើយអានអំពីអ្វីដែលទាំងអស់គ្នាបានចែករំលែកមកកាន់ខ្ញុំវិញអញ្ចឹងយើងអាចទំនាក់ទំនងគ្នាបានខ្ញុំធ្វើជាវីដេអូបញ្ចេញជាសលេងនេះជាការចែករំលែករបស់ខ្ញុំហើយទាំងអស់គ្នាអាចចែករំលែកមកកាន់ខ្ញុំបានវិញតាមរយៈតួអក្សររបស់យើងទាំងអស់គ្នាអាច comment មកហើយខ្ញុំនឹងអាននៅរាល់ comment ហ្នឹងហើយទាំងអស់គ្នាអាចស្ដាប់វីដេអូរបស់ខ្ញុំអញ្ចឹងថាយើងទំនាក់ទំនងគ្នាហើយកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នាថ្ងៃនេះដូចជាមានប៉ុណ្្នឹងដែរទៅជាមួយនឹងដំបូងដែលខ្ញុំមកឆ្លើយសំណួរថាហេតុអ្វីបានជាខ្ញុំធ្វើ podcast នេះឡើងហើយក៏ចង់ឲ្យទាំងអស់គ្នាបានដឹងអំពី background អំពីខ្ញុំផ្ទាល់ខ្លះដែរអញ្ចឹងណាពីព្រោះថានៅពេលដែលយើងដឹងអំពីគ្នាអញ្ចឹងទៅយើងអាចស្ដាប់គ្នាបានកាន់តែស្និទ្ធស្នាលហើយហ្នឹងហើយខ្ញុំគិតថាបើសិនបើបងប្អូនមានបទពិសោធន៍ដូចខ្ញុំនៅធ្លាប់បានផ្លាស់ប្ដូរជំនាញនៅក្នុងសាកលវិទ្យាល័យក៏អាច comment នៅខាងក្រោមបានដែរចែករំលែកមកកាន់ខ្ញុំវិញអញ្ចឹងអរគុណមែនទែនសម្រាប់ថ្ងៃនេះហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់